ចាអញ្ចឹងសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកជួបទាំងអស់គ្នាលើមុខជាអឺវិនិច្ឆ័យរូបសាស្ត្រហើយសម្រាប់មុខវិជ្ជានេះផងដែរអឺយើងនឹងអឺធ្វើការសិក្សាទៅលើថាតើភាពមិនប្រក្រតីដែលកើតមាននៅលើសត្វដែលយើងអត់អាចប្រឌិតមើលតាមរយៈរោគសញ្ញាខាងក្រៅឬក៏តាមរយៈអឺស្លាកស្នាម យើងអាចប្រឌិតមើលបន្ថែមទៅលើលក្ខណៈវិនិច្ឆ័យដែលទទួលបានក្រោយពេលមន្ទីរក្រោយបានទទួលបានក្រោយពេលដែលចូលក្នុងមន្ទីរពិសោធន៍ទទួលបានលទ្ធផលបែបណាយើងធ្វើការវិនិច្ឆ័យថាតើសត្វនឹងមានបញ្ហាអីអញ្ចឹងអានេះគឺជាអឺអ្វីដែលយើងនឹងត្រូវសិក្សាលើមុខវិជ្ជាវិនិច្ឆ័យរូបសាស្ត្រសត្វចាអញ្ចឹងសម្រាប់មុខវិជ្ជានេះផងដែរអឺអឺ ជាការចាប់ផ្ដើមខ្ញុំក៏បានរៀបចំជាការពន្យល់ទាំងអស់គ្នាថាអ្វីទៅជាអឺមុខវិជ្ជាវិនិច្ឆ័យរុក្ខសាស្ត្រអញ្ចឹងសម្រាប់មុខវិជ្ជាវិនិច្ឆ័យរុក្ខសាស្ត្រគឺជាមុខវិជ្ជាមួយដ៏សំខាន់នៅក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យវិទ្យាសាស្ត្រសាស្ត្រអញ្ចឹងសម្រាប់នៅក្នុងមុខវិជ្ជាមួយនេះដែរនិស្សិតឆ្នាំទី4ទាំងអស់អឺឬក៏និស្សិតដែលធ្វើការសិក្សាទាំងអស់ในថ្នាក់បរិញ្ញាបត្រត្រូវផ្ដោតសំខាន់ទៅលើការប្រមូលសំណាក់ការពិនិត្យហើយរួមទាំងការបកស្រាយលទ្ធផលសំណាក់នៅក្នុងមន្ទីរពិសោធន៍ដែលសំណាក់ទាំងអស់នោះអាចជាសំណាក់ឈាមសំណាក់ទឹកនោមឬក៏សំណាក់សារធាតុរាងផ្សេងដើម្បីឈានទៅដល់ការវិនិច្ឆ័យជំងឺទឹកសាត់ផងដែរចា៎អញ្ចឹងគោលបំណងនៅក្នុងមុខវិជ្ជាសំខាន់គឺផ្ដោតទៅលើចំណេះដឹងរួមទាំងបទពិសោធន៍នៅក្នុងការផលិតសំណាកអឺដែលមានដូចជាសំណាក់ឈាមទឹកនោមឬក៏សាច់ធាតុរាវរួមទាំងការមើលជាលិកានៅលើសត្វរស់ឬក៏សត្វស្លាប់ដោយយើងធ្វើការយកសំណាក់តាមវិធីសាស្ត្រbiopsy ឬក៏វិធីសាស្ត្រអឺតេស្តសេរ៉ូមឈាមដែលជាសំណាក់ដែលទាំងអស់នេះវាជាជំនួយមួយនៅក្នុងការវិនិច្ឆ័យជំងឺសាស្ត្រតាមរយៈស្ថានភាពជំងឺឬក៏ដើម្បីបង្កើតជាផែនការនៅក្នុងការព្យាបាលជំងឺក្រោយពេលដែលយើងតេស្តឬកំណត់ឃើញបានថាតើសត្វនឹងមានបញ្ហាអីចា៎ អញ្ចឹងនេះទាំង4នេះចំណុចទាំង4នេះគឺជាលទ្ធផលរំពងទុកនៃអឺមុខវិជ្ជាវិនិច្ឆ័យរុក្ខសាស្ត្ររបស់យើងចាទី1គឺរៀបរាប់អំពីបម្រែបម្រួលដែលយើងអាចមើលឃើញនៅក្នុងឈាមឬក៏ទឹកនោមឬក៏សារធាតុរាវនៅក្នុងដំណាក់កាលនៃការចាប់ផ្ដើមជំងឺឬក៏ដំណាក់កាលណាមួយឬក៏ដំណាក់កាលចុងក្រោយនៃជំងឺអីចឹងទៅអញ្ចឹងយើងអាចកំណត់ដឹងនៅក្នុងដំណាក់កាលនីមួយៗនៃជំងឺតាមរយៈបម្រែបម្រួលសំណាក់ដែលយើងយកមកវិភាគនឹងទី2គឺពន្យល់បានអំពីរបៀបនៅក្នុងការកំណត់រោគអង់ទីសែនឬក៏ការកំណត់រោគភ្នាក់ងារជំងឺនៅក្នុងការវិនិច្ឆ័យជំងឺឆ្លងមួយចំនួនផងដែរទី3គឺរៀបរាប់បានអំពីការប្រមូលរួមទាំងការពិនិត្យជាលិកាឬក៏ការកាត់អឺជាលិការស់ជាលិកាពីសត្វរស់សំទោសដើម្បីជាជំនួយនៅក្នុងការវិនិច្ឆ័យជំងឺហើយនឹងចុងក្រោយគេគឺអនុវត្តបានអំពីបច្ចេកទេសនៅក្នុងការប្រើប្រាស់អឺឧបករណ៍ឬក៏សម្ភារៈដើម្បីតេស្តរកនៅអង្គទីសែនឬក៏ភ្នាក់ងារបង្កជំងឺផ្សេងរួមទាំងវត្ថុអឺសត្វរាវឬក៏រូបធាតុឬក៏ជាសំណាកឈាមអីនឹងជាដើមចា៎អញ្ចឹងទាំង4នេះគឺជាលទ្ធផលរំពឹងទុកសំខាន់នៅក្នុងមុខវិជ្ជាវិនិច្ឆ័យរូបសាស្ត្រសាស្ត្រអញ្ចឹងចាជាបន្តខ្ញុំនឹងធ្វើការចាអឺ ចូលដល់ផ្នែកទី1ព្រោះនៅក្នុងមេរៀនរបស់យើងក៏យើងបាននិយាយដែរតាក់ទងជាមួយនឹងការប្រមូលសំណាកចាអញ្ចឹងយើងទាំងអស់គ្នាអឺនឹងចូលដល់សាច់មេរៀនតែម្ដងចាដែលមេរៀនជាមេរៀនដំបូងគេដែលយើងនឹងនិយាយអំពីអឺការប្រមូលសំណាករួមទាំងការដឹកជញ្ជូនសំណាកសម្រាប់ធ្វើការវិភាគឬក៏យើងអាចហៅថា collection and shipment of diagnostic specimen ចា៎អញ្ចឹងខ្ញុំសូមចូលដល់សេចក្តីផ្ដើមចា៎នៅក្នុងនេះគេបញ្ជាក់ថា laboratory investigation of animal this is start with sample collection អញ្ចឹងសម្រាប់អឺការអង្កេតនៅក្នុងទីពិសោធន៍ដើម្បីកំណត់អំពីការចាប់ផ្ដើមនៃជំងឺ
ឬក៏ដើម្បីកំណត់អំពីប្រភេទនៃជំងឺគឺគេចាប់ផ្ដើមដំបូងគេអំពីការប្រមូលសំណាក់ចា៎ sample can be from animal or the environment from for diagnosis, surveillance, health certification or treatment monitoring អញ្ចឹងសម្រាប់សំណាក់ទាំងអស់ដែលគេយកមកហ្នឹងគឺគេអាចយកចេញអំពីសត្វយកចេញពីបរិស្ថានសម្រាប់ធ្វើការវិនិច្ឆ័យជំងឺឬក៏អង្កេតតាមដានជំងឺឬក៏ផ្ដល់នូវ certificate សុខភាពសត្វឬក៏ជាអឺអឺការត្រួតពិនិត្យទៅលើការអឺព្យាបាលផងដែរចា៎ចឹងតើឡើងមួយតើតើជាមួយនឹង health certificate ប្រហែលជាទាំងអស់គ្នាធ្លាប់ដឹងតើតើជាមួយនឹងការនាំចេញសត្វចេញនិងចូលពីតំបន់មួយទៅតំបន់មួយឬក៏ពីប្រទេសមួយទៅប្រទេសមួយគឺដែលខាត្រូវមានជា health certificate បញ្ជាក់ថាសត្វហ្នឹងមិនមានបញ្ហាជំងឺឆ្លងឬក៏អាចធ្វើការដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយបានអញ្ចឹងដើម្បីបញ្ជាក់បានដើម្បីចេញ certificate បញ្ជាក់ពីសុខភាពសត្វហ្នឹងលុះត្រាតែយើងដែលជាអ្នកបច្ចេកទេសហ្នឹងបណ្ឌិតឃើញថាសត្វហ្នឹងมันមានវត្តមានមេរោគឬក៏បាតុជនដែលបង្កទៅជាបញ្ហាហើយទាំងអស់ហ្នឹងគឺសំណាក់ដែលយើងអាចយកចេញបានគឺយកចេញពីសត្វឬក៏បរិស្ថាននៅជុំវិញរបស់សត្វនឹងតែផ្ទាល់តែម្ដងចា៎appropriate sample must arrive at the lab in good condition ជាងគេនិយាយទៀតហើយថាសម្រាប់សំណាក់ដែលល្អសមស្របបំផុតគឺគួរតែមកដល់ក្នុងទីពិសោធន៍នៅក្នុងស្ថានភាពមួយដែលអត់មានបាក់បែកអត់មានខូចខាតអត់មានអឺបញ្ហាណាមួយដែលធ្វើឲ្យខុសពីទម្រង់ដើមនៃសំណាក់ដែលផ្ញើមកទេចាអញ្ចឹងអានឹងគឺជាលក្ខខណ្ឌមួយដែលត្រឹមត្រូវអឺដែលយើងអាចនិយាយបានថាជាប្រភេទសំណាក់ដែលយើងអាចពិភាក្សាបានចាអញ្ចឹងមានន័យថាសំណាក់ដែលយើងអាចពិភាក្សាបានជាប្រភេទសំណាក់មួយដែលពេលដែលមកដល់ lab គឺវាដូចគ្នានៅពេលដែលយើងបានផ្ញើមកដំបូងអញ្ចឹងចាមានន័យថាលក្ខខណ្ឌស្ថានភាពគឺដូចដើមអត់មានកពិតអត់មានបែកអត់មានចូលទឹកអត់មានអឺកកអត់មានខូចស្អុយអីអញ្ចឹងទៅចា careful sample collection is necessary to avoid stress or injury to animal and cross contamination អញ្ចឹងតើតើជាមួយនឹងការប្រមូលសំណាក់ឲ្យទៀតសោតអឺអីដែលសំខាន់បំផុតគឺនៅពេលដែលយើងយកសំណាក់ពីសត្វយើងបញ្ជាឬក៏មានន័យថាយើងកាត់បន្ថយនៅការកើតមាន stress នៅលើសត្វរួមទាំងការធ្វើឲ្យសត្វនឹងមានរបួសនិងចាការចម្លងមេរោគឬក៏ contamination ហ្នឹងឯងអញ្ចឹងអាហ្នឹងគឺជារឿងសំខាន់ដែរដែលយើងត្រូវគិតដល់ចា Sample should be packaged, labeled, and sent to the laboratory properly with temperature control អញ្ចឹងសម្រាប់សំណាក់ដែលយើងផ្ញើមកទីពិសោធន៍អញ្ចឹងយើងត្រូវខ្ចប់ឲ្យបានល្អយើងត្រូវមាន label មានន័យថាមានសរសេរជាលេខកូដឬក៏កំណត់ចំណាំនៃសំណាក់ហ្នឹងហើយផ្ញើមកក្នុងទីពិសោធន៍នៅក្នុងសកម្មភាពមួយដែលត្រឹមត្រូវដែលមិនអឺខុសពីស្ថានភាពដែលបានកំណត់ទៅលើប្រភេទ sample ឬក៏សំណាក់របស់យើងចឹងចាយើងមានសំណួរដែលត្រូវសួរខ្លួនឯងថាមុនពេលដែលយើងយកសំណាក់ហ្នឹងអីគេខ្លះដែលយើងត្រូវគិតដល់អញ្ចឹងចំណុច7ដែលយើងត្រូវគិតដល់មុនពេលដែលយើងយកសំណាក់ចូលមកក្នុងទីផ្សារទី1គឺ purpose of sampling តើតើមួយនឹងគោលបំណងនៅក្នុងការយកសំណាក់ determine the specific purpose for which they are need to identify the appropriate type and a number of sample to ensure valid result អញ្ចឹងគោលបំណងនៅក្នុងការយកសំណាក់ហ្នឹងក៏សំខាន់ដែរយើងត្រូវកំណត់ឲ្យច្បាស់ថាគោលបំណងរបស់យើងនៅក្នុងការយកសំណាក់ហ្នឹងយើងយកសំណាក់នៅក្នុងការវិភាគស្វែងរកអីគេដែរកំណត់អីគេណាមួយអឺស្វែងរកវត្តមានអីគេអឺព្រោះការកំណត់រកពីគោលបំណងជាក់លាក់របស់យើងហ្នឹងវាងាយស្រួលនៅក្នុងការដែលយើងកំណត់ចំនួនប្រភេទសំណាក់ដែលយើងត្រូវយកថាយើងយកប្រមាណដើម្បីសមស្របនៅក្នុងការស្វែងរកវត្តមានមេរោគមួយហ្នឹងអឺដើម្បីកុំឲ្យចេញជាលទ្ធផលមកយើងអាចយកជាការបានចាអាហ្នឹងគឺជាផ្នែកមួយដែលយើងត្រូវគិតដល់ទី2គឺតកតងជាមួយនឹង animal welfare សុខុមាលភាពសត្វចាអញ្ចឹងមានន័យថានេះនៅពេលដែលយើងយកសំណាក់ចេញពីសត្វរស់យើងត្រូវធ្វើម៉េចចាគិតអំពីសុខុមាលភាព
របស់សត្វហើយការគិតហ្នឹងគឺយើងគិតដោយយើងធ្វើការកាត់បន្ថយចា minimizing injury កាត់បន្ថយការគ្រោះថ្នាក់ហើយនឹង stress ទៅលើសត្វអាហ្នឹងគឺគេហៅថាជាការដែលធ្វើឲ្យមានថាការដែលយើងយកសំណាក់ដោយតាមវិធីសាស្ត្រឬក៏តាមលក្ខខណ្ឌត្រឹមត្រូវដែលគិតអំពីសុខុមាលភាពរបស់សត្វចាអឺទី3ចា use of restraint ចឹង use of restraint ឬក៏ការប្រើប្រាស់នៅវិធីសាស្ត្រនៅក្នុងការចាប់សត្វហ្នឹងក៏ជារឿងមួយដ៏សំខាន់ដែរចាចឹងយើងត្រូវគិតដល់ការប្រើប្រាស់ឧបករណ៍សម្រាប់ធ្វើការចាប់សត្វអឺឧទាហរណ៍ដូចជាការបោះបេះថ្នាំសណ្ដំឬក៏ថ្នាំសន្លប់ទៅលើសត្វហ្នឹងបើសិនជាក្នុងករណីសត្វហ្នឹងអឺពិបាកនៅក្នុងការយកសំណាងមកពេលខ្លះអឺយើងឧទាហរណ៍យើងទៅយកសត្វព្រៃអីចឹងទៅយើងទៅយកសំណាក់សត្វព្រៃហើយយើងអត់ប្រើប្រាស់វិធីសាស្ត្រនៅក្នុងការសណ្ដំទៅយើងទៅចាប់សត្វគឺពិបាកខ្លាំងណាស់វាអាចផ្ដល់ហានិភ័យដល់សត្វហើយក៏ផ្ដល់ហានិភ័យដល់យើងដែលឆ្លៀតយកសំណាក់ហ្នឹងដែរចា៎ទី4យើងត្រូវគិតដល់ zoonotic disease awareness តើតើជាមួយនឹងអឺជំងឺឆ្លងចាចឹងតើតើជាមួយនឹងជំងឺឆ្លងអឺយើងត្រូវតែគិតចាព្រោះជំងឺឆ្លងវាពិតជាផ្ដល់ហានិភ័យចម្បងឬក៏សំខាន់ដល់យើងចាព្រោះ zoonotic ខ្ញុំគិតថាបងប្អូនប្រហែលជាស្គាល់ហើយទៅលើ zoonotic disease ជំងឺឆ្លងគឺគេចង់សម្ដៅទៅលើប្រភេទជំងឺឆ្លងដែលអាចឆ្លងពីសត្វមកមនុស្សឬក៏ឆ្លងពីមនុស្សទៅសត្វវិញអញ្ចឹងមានន័យថានៅក្នុងលក្ខខណ្ឌដែលយើងជាមនុស្សទៅយកសំណាក់ហើយយើងអត់បានគិតរឿង zoonotic disease អញ្ចឹងនៅពេលដែលយើងយកសំណាក់បានត្រឹមត្រូវយើងអត់បានការពារខ្លួនបានត្រឹមត្រូវអញ្ចឹងវាធ្វើឲ្យយើងឆ្លងនៅជំងឺនឹងពីសត្វនឹងមកចូលដល់មនុស្សរបស់យើងចា៎អញ្ចឹងអឺយើងត្រូវគិតពីហានិភ័យនៃការឆ្លងជំងឺឆ្លងហ្នឹងនៅពេលដែលយើងអឺ handle ឬក៏ handling អឺ biological material មានថានៅពេលដែលយើងចាប់កាន់សំណាក់ចេញពីសត្វទាំងសត្វដែលបានស្លាប់ហើយឬក៏សត្វដែលបានសត្វដែលនៅរស់អញ្ចឹងណាប៉ុន្តែយើង suspect វាថាជា zoonotic disease អញ្ចឹងយើងត្រូវតែការពារខ្លួនឲ្យបានល្អចា៎ទី5អឺ aseptic technique អញ្ចឹងទៅមួយនឹង aseptic technique ក៏យើងត្រូវតែគិតដែរទៅមួយនឹងវិធីសាស្ត្រនៅក្នុងការកម្ចាត់មេរោគឬក៏សម្លាប់មេរោគអញ្ចឹងអានេះគឺគេប្រាសំខាន់ទៅលើអឺវិធីសាស្ត្រសម្រាប់មេរោគដើម្បីកាត់បន្ថយ contamination ឬក៏ការចម្លងមេរោគព្រោះ contamination វាជាមួយដ៏សំខាន់ដែលអ្នកយកសំណាក់គាត់អឺអត់ចង់ជួបទេព្រោះនៅពេលដែលជួប contamination កើតមានឡើងវានឹងធ្វើឲ្យសំណាក់របស់គាត់ចេញមកមិនត្រឹមត្រូវអាចជា false positive ឬក៏ false negative អីចឹងទៅចា៎អូខេអញ្ចឹងសម្រាប់ការយកសំណាក់យើងត្រូវមានការសម្លាប់មេរោគដើម្បីកាត់បន្ថយនៅហានិភ័យនៅក្នុងការចម្លងមេរោគឬក៏គេហៅថា reduce contamination risk កាត់បន្ថយនៅហានិភ័យនៃការចម្លងមេរោគចាទី6តទៅជាមួយនឹង environmental safety ចាអញ្ចឹង environmental safety ហ្នឹងក៏ជារឿងមួយដែលសំខាន់ដែរនៅពេលដែលយើងយកសំណាក់គឺយើងត្រូវតែគិតដល់ថាបរិស្ថានជុំវិញកន្លែងដែលយើងយកសំណាក់ហ្នឹងវាមានប្រភេទរុយប្រភេទសត្វល្អិតអីដែលអាចបង្កហានិភ័យចម្លងជំងឺពីសត្វដែលយើងយកហ្នឹងទៅសត្វផ្សេងទៀតដែរអត់ឬក៏អឺដែលបង្កហានិភ័យខ្ពស់ដល់អ្នកដែលនៅជុំវិញនឹងដែរអត់ខ្ញុំលើកឧទាហរណ៍មួយទៅដល់ជាមួយនឹងជំងឺបេះជ្រូកអាហ្វ្រិកជំងឺបេះជ្រូកអាហ្វ្រិកប្រហែលជាទាំងអស់គ្នាដឹងហើយនៅក្នុងករណីសត្វដែលគេសង្ស័យថាមានជំងឺបេះជ្រូកអាហ្វ្រិកគេអត់ណែនាំឲ្យធ្វើ necropsy ឬក៏ធ្វើការវះកាត់ពិនិត្យជំងឺសត្វនៅទីតាំងឬក៏ទីសត្វគាតដែលយើងសុំទោសទីសត្វគាតកសិដ្ឋានដែលយើងសង្ស័យនឹងទេជាទូទៅគឺគេត្រូវផ្ញើសំណាក់ទាំងមូលហ្នឹងទៅមន្ទីរពិសោធន៍ដែលមានកម្រិតនៃការការពារនឹងខ្ពស់ព្រោះសត្វរុយចាគេបានរកឃើញថាជាប្រភពចម្លងមួយដែលអាចឆ្លងចម្លងសត្វច្រឡងជំងឺបេះជ្រូកអាហ្វ្រិកពីកសិដ្ឋានមួយទៅកសិដ្ឋានមួយខ្ពស់មែនតើអញ្ចឹងនៅពេលដែលយើងធ្វើអឺ necropsy យើងយកសំណាកស្រាប់តែសត្វរុយវាមកទុំនៅលើសំណាក់ដែលយើងសង្ស័យថាវាជំងឺបេះជ្រូកអាហ្វ្រិកហើយវាទៅកសិដ្ឋានមួយផ្សេងទៀតអញ្ចឹងវាធ្វើឲ្យហានិភ័យនៅក្នុងការចម្លងជំងឺនេះគឺវាកាន់តែខ្ពស់ចា៎ចឹងតើតើជាមួយនឹងសុវត្ថិភាពបរិស្ថានគឺយើងត្រូវតែគិតដូចគ្នាថាតើបរិស្ថានដែលយើងត្រូវយកហ្នឹងវាអាចមាន contamination វាអាចមានប្រភេទសត្វល្អិតឬក៏រុយឬក៏ប្រភេទសត្វកាកេដែលអត់ដែលធ្វើឲ្យមាន
ការចំណងជំងឺហ្នឹងពីកន្លែងដែលយើងយកសំណាក់ទៅកន្លែងមួយផ្សេងទៀតចា៎ទី7 self self disposal អញ្ចឹងចុងក្រោយគេក៏វាស្តៀងជាមួយនឹងអឺមទី6វិញដែរប៉ុន្តែអានេះគឺយើងនិយាយអំពីសំណាក់ដែលយើងបានយកមកវិភាគហើយសួរថាតើក្រោយពេលដែលយើងវិភាគហើយយើងយកទៅណាអាហ្នឹងគឺជា self disposal ហ្នឹងឯងខ្ញុំលើកឧទាហរណ៍ដូចរឿងជំងឺបច្ចុប្បន្នអាហ្វ្រិកមិញអញ្ចឹងយើងយកសត្វហ្នឹងទាំងរស់យកមកធ្វើសំទោសត្វហ្នឹងទាំងមូលយកមកធ្វើនៅក្នុងផ្ស៊ីនៅក្នុងទីពិសោធន៍ឬក៏យើងយកសំណាក់នៅក្នុងទីពិសោធន៍ដែរប៉ុន្តែបរិមាណសំណាក់ដែលយើងយកមិនមែនយកសត្វមួយទាំងមូលណាមែនទេចាយើងយកផ្នែកណាមួយឬក៏ស្រីយើងណាមួយដែលយើងសង្ស័យថាអឺមានយើងយកទៅវិភាគខ្ញុំលើកទីឲ្យដូចតើតើមួយនឹងបច្ចុប្បន្នអាហ្វ្រិកចឹងទៅដើម្បី confirm បានថាវាជាបច្ចុប្បន្នអាហ្វ្រិកមែនឬក៏មិនមែនគេអាចយក spleen ឬក៏យក kidney អញ្ចឹងសួរថាចាអាស្រ័យរឿងផ្សេងទៀតទាំងមូលដែលនៅសេសសល់យើងយកទៅណាអញ្ចឹងយើងត្រូវគិតពីសុវត្ថិភាពនៅពេលដែលយើងបោះសំណាក់នឹងចោលឬក៏កំទេចសំណាក់នោះថាយើងគួរតែកំទេចបែបម៉េចចា៎អញ្ចឹងអឺយើងត្រូវតែគិតឲ្យបានច្បាស់លាស់ថាសំណាក់ដែលនៅសេសសល់ក្រោយពេលដែលយើងយកសំណាក់ហើយយើងពិនិត្យហើយមើលហើយតើយើងគួរតែយកវាទៅបោះចោលនៅទីតាំងណាបានត្រឹមត្រូវចា៎អូខេអញ្ចឹងតើតោះមួយនឹងអឺ សេចក្តីផ្ដើមឬក៏អឺវិធីសាស្ត្រអឺនៅក្នុងការជាសំណាក់ដែលផ្នែកមួយដែលយើងនិយាយអំពីការគិតដល់ឬក៏ការគិតគូរមុនពេលដែលយើងយកសំណាក់មកទីពិសាយើងត្រូវមានគំនិតឬក៏ការគិតចំណុចចំនួន7ណាសំខាន់ហ្នឹងខ្ញុំក៏đãថតឲ្យប្រហែលជាយល់ទេចឹងយើងចូលដល់អឺចំណុចទី1ធំបន្តទៀតដែលយើងនិយាយអំពីការប្រមូលសំណាក់ចេញពីសត្វរូបអញ្ចឹងឬក៏យើងហៅថា sample collection from live animal អញ្ចឹងសម្រាប់សំណាក់ដែលយើងយកចេញពីសត្វរស់អឺដំបូងគេគឺយើងនិយាយអំពីសំណាក់ឈាមអញ្ចឹងសំណាក់ឈាមគឺអឺក្នុងចាស់ slide មេរៀនដែលខ្ញុំបានបង្ហាញដល់អ្នកគ្នាគឺយើងនិយាយអំពីគោលបំណងនៅក្នុងការយកសំណាក់ឈាមអញ្ចឹងគោលបំណងនៅក្នុងការយកសំណាក់ឈាមគឺសំណាក់ឈាមគឺគេយកមកឬក៏គេប្រមូលមកសម្រាប់ការធ្វើការវិភាគជាច្រើនដែលក្នុងនឹងមានដូចជា hematology ពេលដែលវិភាគរហូតស្មារតីក្នុងឈាម white blood cell red blood cell ឬក៏ eosinophil basophil អីហ្នឹងឯងគឺគេហៅថាជា hematology បន្តមកទៀតគឺយើងមាន culture ចាហៅវត្តមានបាក់តេរីហ្នឹងឯង direct examination for pathogen អញ្ចឹងគេមានជាប្រភេទតែគេដើម្បីពិនិត្យមើលភ្លាមឬក៏ផ្ទាល់ទៅលើ pathogen ឧទាហរណ៍ដូចជាបាក់តេរី virus ឬក៏ protozoa ហើយរួមទាំងវិធីសាស្ត្រមួយទៀតហ្នឹងគឺ serology អញ្ចឹង serology ហ្នឹងគឺអាចរកវត្តមានអឺមេរោគឬក៏អាចរកទៅលើអង្គតិករបស់សត្វហ្នឹងផងដែរចាបន្តមកទៀតគឺតកតងមួយនឹង anticoagulant តកតងមួយនឹងអឺសមាសធាតុប្រឆាំងជាមួយនឹងការកកឈាមអញ្ចឹងសម្រាប់ទីបឬក៏សមាសធាតុប្រឆាំងជាមួយនឹងការកកឈាមនៅទូទៅគេតែងតែប្រើគេតែងតែប្រើហើយងាយស្រួលរកហ្នឹងគឺប្រភេទទីប E beta ចាអឺដែលពាក្យពេញរបស់គេគឺ ethylene diamine tetraacetic acid រួមជាមួយនឹងទីបដែលមានឈ្មោះថា heparin ចាចឹងអាពីរហ្នឹងគឺពេញនិយមជាងគេសម្រាប់ការប្រើប្រាស់អឺនៅក្នុងការដាក់ឈាមដែលក្នុងគោលបំណងយើងអឺមានន័យថាកុំឲ្យឈាមនឹងកកចាអឺអឺប៉ុន្តែក្នុងនេះគេបញ្ជាក់ដែរថាតើតើមកនឹង clot sample ពេលសម្រាប់ឈាមដែលវាកកគឺ requirement ឬក៏សមស្របសម្រាប់ការធ្វើ serology ចាប៉ុន្តែសម្រាប់ការធ្វើ culture hematology រួមទាំងអឺ biochemistry អីគឺគេត្រូវការនោះចុះយ៉ា biochemistry ក៏គេយកឈាមកក់បានដែរប៉ុន្តែនៅក្នុងលក្ខខណ្ឌ biochemistry តើតែយើងមានទីបឈាមដែលសមល្មមមានថាទីបឈាមដែលគេ require សម្រាប់ម៉ាស៊ីនហ្នឹងតែម្ដងហើយយើងបូមទៅដាក់នៅក្នុងទីបហ្នឹងគឺវាកកអត់បញ្ហាប៉ុន្តែបើសិននៅក្នុងករណីយើងមានទីបឈាមយើងបូមដាក់ក្នុងទីបឈាមដែលកកហើយយើងបូមយកទៅដាក់នៅក្នុងទីបសម្រាប់ការវិភាគរកសមាសធាតុគីមីនៅក្នុងឈាមប្រហែលជាធ្វើរួចទេវាកកបាត់ហើយយើងពិបាកនៅក្នុងការបូមឬក៏ផ្ទេរសំណាក់ចេញពីទីបដែលកកហ្នឹងទៅទីបសម្រាប់ការវិភាគសមាសធាតុគីមីក្នុងឈាមចាអញ្ចឹងតកតងជាមួយនឹងអឺឈាមនេះទៀតសោតយើងចូលមកដល់ចំណុចទី1យើងនិយាយអំពីវិធីសាស្ត្រចាវិធីសាស្ត្រនៅក្នុងការយកសំណាក់
ចឹងទីមួយតើតងជាមួយនឹងវិធីសាស្ត្រនឹងឯងគឺដាក់ថាឈាមគឺត្រូវផ្ទេរវាថាត្រូវបូមចេញពីសរសៃឈាមវ៉ែនចាក់ទម្លុះចូលក្នុងសរសៃឈាមវ៉ែនមកយើងយកបូមចេញមកអឺដែលយើងអាចយកចេញពី jugular vein ឬក៏ caudal vein នៅក្នុងប្រភេទសត្វធំហើយសត្វធំនោះគោក្របីឆ្កែឆ្មាអីចឹងទៅមិនសត្វធំអីសំទោសប្រភេទចិញ្ចឹមកូននៅទាំងនោះដូចឆ្កែឆ្មាគោក្របីអីហ្នឹងឯងប៉ុន្តែទៅលើប្រភេទបក្សីគឺគេយកតាម vein ស្លាបចា brachial vein ចាឧបករណ៍ដែលគេប្រើសម្រាប់ការយកសំណាក់ឈាមហ្នឹងគឺមានសារ៉ាំងមានម្ជុលឬក៏សារ៉ាំងហើយនឹងគេហៅថា vacuum tube ចាអឺប្រភេទ vacuum tube ហ្នឹងជាប្រភេទទីបមួយដែលគេចាក់ទៅវាហូរឈាមនឹងចូលទីបនឹងតែម្ដងវាថាសារ៉ាំងហើយនឹងម្ជុលយើងគឺអានេះមានសារ៉ាំងម្ជុលហើយទីបអញ្ចឹងអាហ្នឹងជាធម្មតាប៉ុន្តែសម្រាប់ vacuum tube ចាម្ជុលនៅជាប់ជាមួយនឹងទីបតែម្ដងចុងទីបតែម្ដងចា Okay, a small quantity can be obtained using a triangular solid point needle អញ្ចឹងសម្រាប់បរិមាណឈាមដែលតិចតួចធម្ម ml 2 ml អីហ្នឹងយើងក៏អាចអនុវត្តបានទៅលើឧបករណ៍ដែលមានដូចជាប្រភេទម្ជុលចាក់អឺគេហៅអឺអឺអឺtriangular solid punch needle អានោះស្តៀងម្ជុល pointer ម្ជុលខ្លះម្ជុលចាក់នៅលើជញ្ជាំងណាអាជញ្ជាំង point tip តោះតោះនេះមាន noting អីនៅលើជញ្ជាំងអីយើងយកអាម្ជុលស្រួចហ្នឹងយកទៅចាក់ចាអានឹងឯងម្ជុលនឹងឯងឬក៏ខ្លះទៀតគឺគេប្រើអឺតកតងជាមួយនឹងគេហៅថា hematocrit tube អឺទូទៅ hematocrit tube ដែលគេផលិតមកសម្រាប់ធ្វើការយកសម្លាក់តែម្ដងវាមានចុងស្រួលអញ្ចឹងគេអាចចាក់យកសម្លាក់នៅក្នុងទីបនឹងតែម្ដងក៏បានដែរចាឬក៏យើងចាក់ដោយប្រើប្រាស់អាមជួល point needle ហ្នឹងចាក់ហើយបន្ទាប់មកមានឈាមយើងយក hematocrit tube នៅក្នុងរូបនេះអញ្ចឹងនេះយើងយកទៅត្រង់ឈាមនេះចេញមកប៉ុន្តែក្នុងបរិមាណតិចតួចណានៅពេលដែលយើងប្រើប្រាស់វិធីសាស្ត្រហ្នឹងទៅចាហើយទៀតសោតការប្រើប្រាស់អា point needle ហ្នឹងយ៉ានៅឃើញហ្នឹងប្រហែលជាអ្នកគ្នាធ្លាប់ឃើញរឿងអ្នកគាត់ធ្វើតេស្តជីងធ្វើតេស្តស្កររកស្ករគេចាក់បញ្ចូលមក punch ទៅចឹងអាបញ្ចូលដែលចាក់ហ្នឹងគឺគេហៅថាជា triangular solid punch needle ហ្នឹងឯងចាចឹងពេលដែលចាក់ហើយចឹងគេយកតេស្តគេយកមកមើលឬក៏យកមកតេស្តមើលថាអូខេស្ករមកអីមកចេះទៅឬក៏យើងចង់រកទៅលើសមាសធាតុឬក៏ប្រភេទកោសិកាឈាមសឈាមក្រហមបរិមាណប៉ុន្មាន PCV អីចឹងទៅយើងចាក់វាហើយបន្ទាប់មកយើងយក hematocrit tube ទីប hematocrit ហ្នឹងយើងយកមកមើលកន្លែងដែរយកមកមានថាយកឈាមឬក៏បូមឈាមចេញពីកន្លែងដែលហូរឈាមចេញមកដោយរូបភាពនេះយើងឃើញចានេះចាយើងយកចេញពីសត្វតូចឆ្មាសំទោសកណ្ដោអឺឬក៏សត្វពាហ៍មួយចំនួនដែលទូចណាចាគេប្រើប្រាស់វិធីសាស្ត្រហ្នឹងអូខេការរៀបចំឬក៏ការរៀបចំឬក៏ការមានរៀបចំសត្វសម្រាប់ការយកសំណាក់ទីមួយគឺគេបូមសំដៅកោសំដៅចាយើងកោរោមសត្វសិនបន្ទាប់មកយើងកោរោមសត្វឬក៏ពេលខ្លះយើងអាចបូមទៅលើអឺស្បែកតែម្ដងចាក់ទៅលើស្បែកយកតែម្ដងក៏បានដែរអឺចាអឺបន្តមកទៀតយើងកោរឲ្យស្អាតបានយើងលាបអាល់កុល70%នៅលើស្បែកប្រសាទហ្នឹងបន្តមកទុកឲ្យវាស្ងួតហើយយើងធ្វើការបូមដែលប្រព័ន្ធបញ្ចូលចាក់ចូលទៅក្នុងខ្សែឈាមបាយហ្នឹងតែគឺយកសម្រាប់ឈាមបានហើយចាអូខេតើតើមួយនឹងsample handling ចាអញ្ចឹងតើតើមួយនឹង tip ដែលយើងប្រើប្រាស់សម្រាប់សមាសធាតុសម្រាប់ឈាមកុំឲ្យកកឈាមរាវអញ្ចឹងពេលយើងបូមឈាមហើយគឺយើងត្រូវតែចាស់ក្លុក mix gently not mix like this mix gently លេខ8ឬលេខ8លេខអានហ្នឹងឯងឬក៏យើងអាចស្មៀក្នុងករណីមួយចំនួនយើងចង់រកប៉ារ៉ាស៊ីតក្នុងឈាមឬក៏យើងអាចស្មៀបានអញ្ចឹងព្រាមៗនេះយើងធ្វើស្មៀទុកចោលទៅហើយបន្ទាប់មកចាំយើងទៅ fix ជាមួយនឹងសមាសគីមីដើម្បីចាប់ឲ្យវាចាប់ពណ៌អូខេបន្តមកទៀតតើតើមនុស្សសេរ៉ូមចាអញ្ចឹងសេរ៉ូមនេះគឺយើងនិយាយអំពីឈាមដែលកក
ដាក់នៅក្នុងទីបដែលมันមានសមាសធាតុប្រឆាំងជាមួយនឹងការកកឈាមណារំលឹកបន្តិចសមាសធាតុប្រឆាំងជាមួយនឹងការកកឈាមដែលគេនិយមប្រើមានអីគេខ្លះចាអ៊ីដេតាហើយនិងហេប៉ារីនអញ្ចឹងអាហ្នឹងគឺគេប្រើប្រាស់សម្រាប់វិធីសាស្ត្រមួយចំនួនឧទាហរណ៍ដូចជាអឺស្មៀឧទាហរណ៍ដូចជាអឺ hematology ឧទាហរណ៍ដូចជា culture អីនឹងជាដើមប៉ុន្តែសម្រាប់ទីបធម្មតាដែលនៅក្នុងហ្នឹងទីបពណ៌ក្រហមតានេះគេច្រើនខ្ញុំតែឃើញអឺគេដាក់ថា no additive នៅលើទីបហ្នឹងអញ្ចឹង no additive មានន័យថាมันមានសមាសធាតុប្រឆាំងជាមួយនឹងការកកឈាមនេះអញ្ចឹងយើងដាក់ទៅឈាមទៅវាតែតែចាប់គ្នាព្រោះវាមានវត្តមានfibrinogen នៅហ្នឹងអញ្ចឹងវាតែតែកកអីអញ្ចឹងក៏ពេលដែលវាកកអាហ្នឹងអឺគេយកទៅធ្វើដំណើរការមួយដែលគេហៅថាជា serology ឬក៏យើងយកសរោមចាអញ្ចឹងឈាមដែលកកហ្នឹងគឺត្រូវទុកក្នុងសីតុណ្ហភាពបន្ទប់ដើម្បីឲ្យឈាមកកបានល្អទុកក្នុងសីតុណ្ហភាពបន្ទប់រយៈពេល1ម៉ោងទៅ2ម៉ោងហើយបើសិនជាយើងអឺយើងចង់មានន័យថាយើងចង់យករយកសរោមហ្នឹងយើងយកទៅសង់ទីហ្វុយក៏បានមានថាយើងយកអាជីពដែលកកយើងទុក1ម៉ោង2ម៉ោងក្រោយពីបូមហើយហ្នឹងយកទៅសង់ទីហ្វុយក៏បានអឺឬក៏យើងអាចទុកនៅក្នុងស្ថានភាពត្រជាក់4អង្សាសេក្រោយមកវានឹងញែកឃើញមានសរោមនឹងពណ៌លឿងដែលយើងអាចបូមយកមកវិភាគបានហើយចា៎អូខេអញ្ចឹងអឺចាប់ពីសំណាក់ជាងយើងចូលដល់សំណាក់លីមួកចា៎អញ្ចឹងអានេះអឺចាគឺជាសំណាក់អឺអឺលីមួករូបភាពសំណាក់លីមួកចា៎ចឹងទៅតាមមួយនឹង sample size ឬក៏ទំហំសំណាក់លីមួកគឺយើងត្រូវយក10ក្រាមអឺនៃលីមួកដែលនៅស្រស់ថ្មីថ្មីដែលយើងដែលសាកទៅតែជុះចេញមកហ្នឹងទី2កំប៉ុងដែលយើងយកសម្រាប់លីមួកហ្នឹងត្រូវតែជាប្រភេទកំប៉ុងដែលមួកកម្របអឺផ្លាស្ទិកចិត្តល្អបន្ទាប់មកអឺកម្របចិត្តល្អហើយតោះមកយើងឬក៏ជាប្រភេទថង់ផ្លាស្ទិកដែលកឹបមាត់ដែរចាអឺយើងអាចដាក់នៅក្នុងកំប៉ុងក៏បានថង់កឹបមាត់ក៏បានចាដើម្បីអឺបញ្ជាអឺមានន័យថាទូទៅលាមកវាអាច ferment វាអាចមានជាឧស្ម័នឬក៏គេអីចឹងទៅអញ្ចឹងគេអត់ឲ្យយើងប្រើជាមួយនឹងអឺក៏ប្រភេទកំរបកស៊ូឯងប៉ុន្តែកំរបកំប៉ុងដែលកំរបជ័របានប៉ុន្តែកំរបកស៊ូគឺប្រើអត់បានទេព្រោះនៅពេលដែលប្រើកំរបកស៊ូវាធ្វើឲ្យអាឧស្ម័នដែលនៅក្នុងលាមកហ្នឹងវា ferment ណាលាមកហ្នឹងវាទៅជា ferment ណាអឺវាធ្វើឲ្យអឺវត្តមានប៉ារ៉ាស៊ីតឬក៏ប៉ាថូជែនដែលយើងចង់រកនៅក្នុងហ្នឹងវាអាចនឹងខូចឬក៏បាត់បង់គុណភាពអញ្ចឹងគេណែនាំឲ្យយើងប្រើកំប៉ុងប៉ុន្តែជាប្រភេទកំប៉ុងដែលមានគម្របជ័រមិនមែនគម្របកស៊ូឬក៏យើងប្រើប្រាស់ហងកឹបមាត់អីចឹងទៅចាប្រើបានហើយដល់តមកនឹងការដឹកជញ្ជូនត្រូវតែយកមកដល់ lab 24ម៉ោងក្រោយពេលដែលយកសំណាក់នៅក្នុងករណីយើងចង់ extend ចាអឺយើងអាច extend បានអឺនៅក្នុងតកកមានន័យថាសំណាក់ដែលយើងទុកក្នុងតកកចាយើងអាចទុកក្នុងតកកលើសពី24ម៉ោងបានប៉ុន្តែបើសិនជាយើងអត់ដាក់តកកទេយើងដឹងហើយបងប្រុសដែលមាននៅក្នុងលីវហ្នឹងវានឹងញាស់ hatching ចាអូខេនៅក្នុងករណីសំណាក់ជាប្រភេទសំណាក់ swab ដំបែចាអញ្ចឹងទូទៅយើងត្រូវដំបែពាក្យថាដំបែឬក៏ swab នេះពាក្យច្រើនអឺតើនេះប្រហែលជាអាចធ្លាប់ឃើញនៅលើវិធីសាស្ត្រនៅក្នុងការយកសំណាក់ផ្សេងទៀតប៉ុន្តែការយកលីមួកដំបែគឺត្រូវយកចេញពីរុនគូតចា from rectum ចាយកចេញពីលីមួកហើយអឺមានន័យថាត្រូវប្រកាសថាអាលីមួកដែលយើងយកចេញមកហ្នឹងគឺជាប្រភេទលីមួកដែលនៅក្នុងក្លោកនៅក្នុងរិកទូមនៅក្នុងលីមួកនៅក្នុងរុនគូតចាអឺមានន័យថាមិនមានន័យថាជាសំណាក់ swab យើងក៏អាចយកអា swab ហ្នឹងទៅចាក់នៅលើលីមុខដែលនៅដែលសត្វជុះហើយលើដីទេគឺយើងត្រូវ swab ចេញពីរុនគូតមិនមែន swab ចេញមកពីលីមុខដែលជុះហើយលើដីទេតោះនេះចាអូខេអឺទូទៅសម្រាប់សំណាក់ swab ហ្នឹងគឺអត់ប្រើប្រាស់សម្រាប់ការហៅវត្តមានប៉ារ៉ាស៊ីតទេចាព្រោះសំណាក់ដែលរកវត្តមានប៉ារ៉ាស៊ីតគឺត្រូវតែលេខមុខ10ក្រាមអញ្ចឹងទូទៅយើង swab មកគឺអត់បាន10ក្រាមនៃលេខមុខអីអញ្ចឹងវិធីសាស្ត្រ swab នេះมันប្រើប្រាស់សម្រាប់ការរកវត្តមានប៉ារ៉ាស៊ីតទេចឹងតើតើមួយនឹងចំណុចទី6តើតើមួយនឹងការគិតគូរឬក៏អឺ
មានន័យថាយើងគិតរឿងwelfare ឬក៏គិតពីសត្វហ្នឹងណាចាអញ្ចឹងអឺការយកសំណាកលាមកនេះវាអឺមានតែយើងយកនៅក្នុងបរិមាណតែតិចតួចទេប៉ុន្តែដោយសារតែយើងត្រូវ swap ចេញពីរុនគូតបាសាត់អញ្ចឹងសត្វវាអត់ comfortable នៅក្នុងការដែលយើងយកសំណាកតាមលាមកទេតាមរុនគូតទេអញ្ចឹងយើងត្រូវធ្វើម៉េចបញ្ជាការរងរបួសនៅពេលដែលយើងយកសំណាកអឺមានន័យថាធ្វើយ៉ាងណាសំណាកយើងយកបានប៉ុន្តែសត្វអត់រងរបួសចា៎ តើតើមួយនឹងទី7transport medium អញ្ចឹងប្រហែលជាអ្នកនរធ្លាប់ស្គាល់តើតើមួយនឹង transport medium ហ្នឹងនៅពេលដែលយើង swap ចេញមកយើងដាក់ចូលទៅក្នុង transport medium ព្រោះវាជាប្រភេទអាកាសឬក៏ medium មួយដែលឲ្យវត្តមានបាក់តេរីដែលមាននៅក្នុងហ្នឹងវា grow up វាអត់ងាប់វាអាចនៅរស់បានចា storage ការរក្សាទុកចាអញ្ចឹង swap គឺយើងអាចរក្សាទុកក្នុងស្ថានភាព4°C នៅពេលដែលយើងដឹកជញ្ជូនចាបន្តមកទៀតគឺយើងនិយាយអំពីសំណាក់ស្បែកចាអញ្ចឹងចាអឺសំណាក់ស្បែកអឺគឺគេអាចយកបាននៅក្នុងការដែលអឺយើងឃើញថាស្បែកហ្នឹងវាផលិតនៅគេហៅថាvesicular lesion ជាប្រភេទពងបែកស្លាកស្នាមនៃពងបែកឬក៏មានពងបែកនៅនឹងដែលការប្រមូលហ្នឹងគឺយើងប្រមូលសំណាក់ប្រមាណជា2ក្រាមនៅលើផ្ទៃ epithelium ខាងលើផ្ទៃខាងលើនៃស្បែករបស់យើងនឹងចាឬក៏បាសាត់ចាសំទោសបន្តមកទៀតយើងអឺដាក់អាសំណាក់ដែលយើងគៀមកពីក្រាមហ្នឹងទៅលើគេហៅថា post swat buffer glycerin ឬក៏ជា trisbuffer Traptose broth virus transport ជាប្រភេទ transport ឬក៏ជាប្រភេទ medium មួយដែលគេសម្រាប់រក្សាទុកសំណាក់ហ្នឹងចាអញ្ចឹងគាត់ពេលយើងកោស2ក្រាមហើយយើងទុកនៅក្នុង media ប្រភេទ2ហ្នឹង phosphate buffer glycerin ឬក៏ trisbuffer Traptose broth ចាយើងអាចដាក់នៅក្នុង2ហ្នឹងបានមួយណាក៏បានដែរចាឧទាហរណ៍នៅលើសំណាក់ស្បែកគេស្វែងរកវត្តមានប៉ារ៉ាស៊ីតឬក៏បាក់តេរីអីចឹងទៅឬក៏វីរុសអីជាដើមចាអញ្ចឹងអឺនៅក្នុងលក្ខខណ្ឌសំណាក់នឹងជាពងបែកមានន័យថាវាមានវត្តមានសារធាតុរាវនៅនឹងគឺគេអាចប្រើសារ៉ាដើម្បីបូមវាសារធាតុរាវនឹងដាក់ចូលទៅក្នុងទីបានចាអឺនៅក្នុងគោលបំណងអឺដូចដែលបាននិយាយចឹងគោលបំណងនៅក្នុងការដែលយើងវិភាគរកសំណាក់នៅលើស្បែកយើងអាចមើលទៅលើប្រភេទប៉ារ៉ាស៊ីតដូចជាចៃដង្កែ fungal ផ្សិតចាឬក៏ប្រភេទ plug hair plug hair ហ្នឹងមានតែប្រភេទរោមចាប៉ារ៉ាស៊ីតដែលនៅជាប់នឹងរោមនឹងឯងអញ្ចឹងអឺ plug hair ហ្នឹងក៏អាចជាសំណាកដែលយើងយកមកសម្រាប់អឺការប្រមូលវត្តមានប៉ារ៉ាស៊ីតដែរអញ្ចឹងក្រៅពីស្បែកអារោមអារោមដែលយើងដកចេញមកហ្នឹងក៏យើងអាចយកវាសម្រាប់ការធ្វើសំណាកដែរនៅក្នុងផ្នែក skin ដូចគ្នាចា៎អូខេតកតងជាមួយនឹងការយកសំណាកប៉ារ៉ាស៊ីតពុំមុននោះខាងនេះគឺគេនិយាយអំពីការយកសំណាកសម្រាប់ការធ្វើឬក៏រកវត្តមានមេរោគវីរុសអីហ្នឹងគឺយើងត្រូវគៀសយកអាហ្នឹងពីក្រាមប៉ុន្តែសម្រាប់អឺនេះវិញតើតើមុននឹង scrapping គេហៅយើងអឺកោសដូចគ្នាប៉ុន្តែយើងប្រើកំផ្លែកាបិតចាផ្លែកាបិតឬក៏ឡាមយើងកោសវាដើម្បីឲ្យដោយជាមួយនឹងប៉ារ៉ាស៊ីតហើយធ្វើយ៉ាងណាដើម្បីឲ្យដាច់ឈាមតិចតិចចារិញមកយើងអាចយកសំណាក់នឹងទៅវិភាគក្រោម microscope ទៅយើងអាចមកឃើញវត្តមានប៉ារ៉ាស៊ីតដែរអូខេចឹងអឺនេះរួមដែលជា plug here មិញហ្នឹងអឺរួមដែលនេះចានៅខាងនេះហ្នឹងអឺក៏គេអាចរកឃើញឬក៏ feature room របស់សត្វហ្នឹងគឺគេអាចរកឃើញប្រភេទជំងឺមួយដែលគេហៅថាជា Marek disease ដែរចាអូខេចប់ពី skin យើងចូលមកដល់ genital transmission ចាទៅដល់មួយនឹងយកសំណាកតាមប្រភេទហើយនឹងតកាងអញ្ចឹងសំណាក
ដែលយកចេញពីអឺផ្ទៃ vaginal ឬក៏ប្រភេទសត្វញីឬក៏ប្រភេទសត្វឈ្មោលគឺត្រូវបានសម្អាតបានស្អាតល្អសិនមានថាសម្អាតផ្ទៃខាងក្រៅបានស្អាតល្អផ្ទៃ vulva តើឲ្យស្វែងស្គាល់ vulva គឺយើងនិយាយពីខាងក្រៅចាអឺ cervix គឺនៅខាងក្នុងអញ្ចឹង vulva ផ្ទៃខាងក្រៅឬក៏អឺ preputial ហ្នឹងគឺស្បែកក្របលឹងចាស្បែកក្របប្រភេទរបស់សត្វឈ្មោលហ្នឹងគឺសម្អាតឲ្យបានស្អាតល្អមុនពេលដែលយើងយកសំណាកក្រោយពេលដែលយើងសម្អាតហើយអឺយើងអាចធ្វើការយកសំណាក់បានហើយអញ្ចឹងយើងអាច swab ដំបាហុកចូលទៅក្នុងអឺមេថាបង្ហួរនោមហ្នឹងសម្រាប់សត្វឈ្មោលសំដៅសត្វញីសម្រាប់សត្វញីគឺយើងអាចហុកចូលទៅក្នុងបង្ហួរនោមឬក៏ cervix អឺស្បូនកស្បូននឹងឯងហើយសម្រាប់សត្វឈ្មោលគឺយើងអត់រកទេយើងអត់ដំបាទេគឺយើងធ្វើការប្រមូលសំណាក់អឺទឹកកាមសម្រាប់ការ check មើលថាតើគុណភាពទឹកកាមឬក៏សមត្ថភាពនៅក្នុងការផលិតទឹកកាមរបស់សត្វហ្នឹងសត្វឈ្មោលមួយហ្នឹងនៅមានសមត្ថភាពល្អដែរអត់ចាអូខេអឺចឹងកន្លែងនេះគេបញ្ជាក់ឲ្យថាបើសិននៅក្នុងករណីដែលយើងយកតកាមកដែលខាតគឺអត់ត្រូវតែគឺយើង avoid មានតែបញ្ជៀសនៅ contamination ជាមួយនឹង aseptic មានន័យថាអូខេខ្ញុំចង់បញ្ជាក់ទៀតព្រោះយើងនិយាយគ្នាមិញថាផ្ទៃអឺស្បែកក្របលឹងហ្នឹងយើងត្រូវសម្អាតជាមួយនឹងទឹកសម្លាប់មេរោគប៉ុន្តែយើងត្រូវធ្វើម៉េចប្រកាសថាអាទឹកសម្លាប់មេរោគនេះគឺស្ងួតល្អមុនពេលដែលយើងធ្វើការ stimulate ដើម្បីយកទៅកាមព្រោះបើសិនជាទឹកសម្លាប់មេរោគហ្នឹងនៅមានវត្តមានសើមនៅហ្នឹងហើយនៅពេលដែលយើងយកទៅកាមសត្វហ្នឹងវាធ្វើឲ្យអាសារធាតុដែលជាអឺមានន័យថាជាទឹកសម្លាប់មេរោគហ្នឹងវាស្រក់ចូលទៅក្នុងកំប៉ុងដែលយើងយកសំណាក់ទៅកាមហ្នឹងជាវាធ្វើឲ្យមេជីវិតរបស់សត្វឈ្មោលហ្នឹងតែងាប់បានចាអូខេអឺ specific transport media ចឹងមួយគេថាប្រភេទ media មួយចំនួនគឺគេអាចប្រើប្រាស់នៅក្នុងការដែរអឺរក្សាទុកសំណាក់ផងដែរចឹងអានេះ swab ចាអានេះរូបភាពទេប៉ុន្តែរូបភាពដែលគេតំណាងឲ្យថាហូបចូលទៅក្នុងផ្ទៃ cervix ហើយនេះគឺគេយកទៅការសត្វបែបហ្នឹងអញ្ចឹងនេះគឺផ្ទៃpup preputial ផ្ទៃខប់លឹងហ្នឹងអញ្ចឹងពេលដែលយើងសម្អាតហើយមានត្រូវប្រកាសថាអត់មានសើមនៅហ្នឹងហើយបើសើមគឺវាស្រក់ទឹកហ្នឹងមកចូលក្នុងកំប៉ុងតកាមវាធ្វើឲ្យខូចតកាមអស់ចាអូខេបន្តមកទៀតយើងចូលមកដល់សំណាក់ភ្នែកចាអញ្ចឹងភ្នែកក៏គេយកសំណាក់បានដែរអញ្ចឹងគឺមាន conjunctiva swab យើងក៏ដំណើរ swab ទៅលើផ្ទៃ conjunctive ចាតែ swab ថ្នមថ្នមដំណើរថ្នមថ្នមចាអឺទៅដល់មួយនឹងការ swab ហ្នឹងគឺគេរកវត្តមានអឺបាក់តេរីភាគច្រើនហើយក៏ជាប្រភេទpathogen មួយចំនួនដែលអាច affect ទៅដល់ភ្នែកផងដែរចាអឺតទៅមួយនឹងscrubbing អញ្ចឹងក៏គេអាចធ្វើបែបកោះមើលអីដែរប៉ុន្តែអានឹងត្រូវតែប្រយ័ត្នតិចដោយសារតែវាអាចនឹងខូចកញ្ចក់ភ្នែករបស់សត្វចាយើងធ្វើការមានថាក្រោយពេលដែលយើងអឺ swab ឬក៏យើងយកសំណាក់តាមភ្នែកនេះហើយយើងអាចមើលក្រោម microscope ដាក់លើកញ្ចក់ស្លែកយើងមើលក្រោម microscope បានចាអឺនៅនេះយើងមានទៅមួយនឹងចាអឺហើយបន្តទៀតគឺ saliva ហើយនឹងមានថាទឹកមាត់ហើយនឹងស្បោចឹងសម្រាប់ដែលយើងយកចេញគឺមានអឺទឹកមាត់ហើយនឹងសំទោសចាអធិស្ឋានអឺចំណុចបន្តគឺតកតមួយនឹង nasal discharge តកតមួយនឹងស្បោដែលហូរចេញមកតាមច្រមុះឬក៏អាចជាទឹកភ្នែកចាអឺអាចមានជាសបោអាចមានជាទឹកមាត់ឬក៏ជាទឹកភ្នែកចានៅក្នុងចំណុចនេះអញ្ចឹងសំណាអាចមានជាទឹកមាត់ស្បោឬក៏ទឹកភ្នែកនឹងឯងចាយើងប្រើ cotton swab យើង swab ដូចគ្នាយើងប្រើតម្បាដូចគ្នាហើយតម្បាដែលយើងប្រើហ្នឹងគឺតម្បាដែលទន់ជៀសវាងអឺ
ការប្រើដំណើរដែលរឹងឬក៏ដំណើរដែលពិបាកនៅក្នុងការ swap ចូលទៅក្នុងខ្លួនបាសតដើម្បីយកសំណាក់ចឹងការរៀបចំដំណើរដែលយើងយកហ្នឹងគឺត្រូវឲ្យ moisten សិនមិនថាត្រូវសំណើមដំណើររបស់យើងសិនអឺជាមួយនឹង transport media ចឹង moist ឬក៏សំណើមហ្នឹងគឺយើងបន្សាមទៅលើប្រភេទទៅតាមប្រភេទរបស់អឺមេរោគដែលយើងត្រូវរកអឺបន្តមកទៀតតទៅមួយនឹងពេលវេលាសម្រាប់ការយកសំណាក់ដែល swab ហ្នឹងជាទូទៅគឺអឺអាចនឹងអឺមានថាយើងត្រូវធ្វើម៉េចswap អាចយើងយូរបន្តិចទៅចាអឺមានន័យថាជាប្រភេទសំណាក់ដែលអាចនឹងមានវត្តមានចេញមកឬក៏យើងមើលឃើញឬក៏យើងមិនមើលឃើញហ្នឹងប៉ុន្តែយើងអាចហុកឲ្យវារៀងយូរទៅចូលទៅក្នុងច្រមុះឬក៏អឺទឹកមាត់ឬក៏អីចឹងទៅចាប៉ុន្តែត្រូវប្រកាសថាអឺអត់ឲ្យសំណាក់នឹងខ្ទាតចេញមកក្រៅទេសំណាក់ដែលខ្ទាតចេញមកក្រៅហ្នឹងគឺគេអត់យកទេចាជាពិសេសគឺសំណាក់ដែលនិយាយទៅជារួមទៅយើងនៅខាងក្រៅសំណាក់នៅខាងក្រៅហ្នឹងគឺគេអត់ឲ្យយកទេព្រោះវាជាសំណាក់ដែល contaminate ចាអឺនៅពេលដែលយើងយកសំណាក់ដែលប្រើកាតុននឹងហើយឬក៏ដែលប្រើកាតុន swab ឬក៏ប្រភេទដំបៅនឹងហើយគឺអត់ឲ្យទុកនៅខាងក្រៅលើសពី1 នាទីទេអញ្ចឹងមានថាដកចេញភ្លាមគឺយើងត្រូវដាក់ចូលទៅក្នុងmedia ភ្លាមឬក៏ដាក់ចូលទៅក្នុងទីភ្លាមតែម្ដងការដឹកជញ្ជូននៅពេលដែលយើងមានជា transport media ហ្នឹងយើងត្រូវធ្វើម៉េចដឹកជញ្ជូនជាមួយនឹងសីតុណ្ហភាព4 អង្សាសេហើយអឺនៅក្នុងករណីមួយចំនួនឬក៏ជា special case ករណីពិសេសសំខាន់មួយចំនួនហ្នឹងអឺគេប្រើប្រភេទprotective អឺnasopharyngeal swab ជាប្រភេទដំបាដែលគេផលិតសម្រាប់ការហូបចូលទៅក្នុងច្រមុះតែម្ដងសម្រាប់ការយកវត្តមានវីរុសនេះគូលើកខ្ញុំលើកឧទាហរណ៍ដូចជារឿងករណីអឺ COVID ដំបែ COVID នឹងឯងអឺដែលជាប្រភេទ specific អឺ swab ដែលគេផលិតមកសម្រាប់ COVID ដោយសារតែគេសិក្សាពីប្រវត្តិចំពោះរបស់មនុស្សយើងហើយគេផលិតដងមកហើយគេបញ្ជាក់ហ្មងថាហុកឲ្យលេខត្រឹមអឺមានថារុកឲ្យដល់ត្រឹមកម្រិតឬកណ្ដុះមួយណាចាអឺបើសិនជាដល់កលៈហ្នឹងទេគឺគេអត់យកទេអត់ត្រឹមត្រូវទេចាអូខេអញ្ចឹងយើងចូលដល់បន្តទៀតគឺសំណាក់ទឹកនោមចុងក្រោយគេហើយចាអឺសំណាក់ទឹកសំណាក់ទឹកដោះចាយើងចូលដល់សំណាក់ចុងក្រោយគេគឺសំណាក់ទឹកដោះអញ្ចឹងឬក៏មៀលអញ្ចឹងនៅពេលដែលយើងយកសំណាក់ទឹកដោះគឺត្រូវតែប្រកាសថាអឺចុងដោះនេះគឺត្រូវបានសម្អាតឲ្យសម្ងួតសិនហើយគេអត់ឲ្យយើងប្រើប្រាស់ antiseptic នៅក្នុងការសម្អាតចុងដោះទេព្រោះវាអាចធ្វើឲ្យងាប់ឬក៏ប៉ះពាល់ដល់បាក់តេរីនៅខាងក្នុងចុងដោះហ្នឹងដល់ពេលដែលយើងយកគឺយើងត្រូវ discharge បញ្ចេញអាពេលចំបាច់ទឹកដោះហ្នឹងឲ្យចេញបន្តិចសិនចាំយកបន្តមានតែចំបាច់ឲ្យចេញពី3ឈីកសិនណាចាឲ្យចេញ3 4 10តំណក់អីសិនទៅឲ្យវាស្អាតជាមួយចុងដោះនឹងដំបូងហើយចាំយើងយកអាតំណក់បន្តហ្នឹងចាចឹងសម្រាប់ទឹកដោះហ្នឹងគឺគេប្រើប្រាស់សម្រាប់ការវិភាគលើផ្នែក serology ឬក៏ករណីមួយចំនួនអឺគេអាចអឺមានថាគេអាចរកពីវត្តមានមេរោគឬក៏ pathogen ប៉ុន្តែសម្រាប់ទឹកដោះទៀតសោតគឺគេអត់អាចបង្កឬក៏កម្ដៅបានទេឬក៏ shake វាបានទេអញ្ចឹងមានន័យថាសំណាក់ទឹកដោះគឺត្រូវតែជាសំណាក់ទឹកដោះដែលស្រស់ដែលយើងយកមកវិភាគហ្នឹងចាអញ្ចឹងយើងត្រូវតែអឺ submit ទៅមានថាបញ្ជូនសំណាក់នៅទៅ lab ឲ្យបានលឿនតាមដែលអាចធ្វើទៅបានហើយអឺសំណាក់មួយចំនួនទៅលើទឹកដោះហ្នឹងភាគច្រើនគឺគេពិនិត្យរកបាក់តេរីចាប៉ុន្តែក៏នៅខាងលើនេះគេនិយាយដែរថាជាទូទៅគេអត់ froze ទេប៉ុន្តែបើសិនជាក្នុងលក្ខខណ្ឌ pathogen ណាមួយដែល
លក្ខខណ្ឌដែលត្រូវ frozen ដែលត្រូវបង្កកសិនបានគេមើលអាហ្នឹងវា best ឬក៏យើងនិយាយបានថាវាអាស្រ័យទៅលើប្រភេទ protocol ឬក៏អឺដំណើរការនៅក្នុងទីពិសោធន៍មួយខុសគ្នាឬក៏ protocol នៅក្នុងវិធីសាស្ត្រនៃការវិភាគរកមេរោគនៅខុសគ្នាចាតែគ្រាន់តែទូទៅគឺគេអត់ frost ទេឬក៏គេអត់កម្ដៅឬក៏គេអត់ប្រើជាមួយនឹងការ shake ឬក៏ក្លុកទេចាអញ្ចឹងសម្រាប់មេរៀនថ្ងៃហ្នឹងខ្ញុំសូមជូនត្រឹមការប្រមូលសំណាក់ចេញពីសាស្ត្រទូនេះហើយក្រោយពីចប់មេរៀននេះយើងមានជាសំណួរអញ្ចឹងសំណួរខ្ញុំនឹងផ្សាយជូនទាំងអស់គ្នានៅក្នុង link កុំភ្លេចចូលរួមធ្វើទាំងអស់គ្នាផងចាអញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងចាអឺចាអឺបើសិនជាតើអានេះមានសំណួរឬក៏ចំណុចអាចឆ្ងល់អាចទៅតមកខ្ញុំផ្ទាល់ក៏បានឬក៏ពេលដែលយើងជួបគ្នាក្នុងថ្នាក់ម៉ោងបន្ទាប់ក៏បានដែរឬក៏ជួបគ្នាតាមរយៈអនឡាញម៉ោងបន្ទាប់ក៏បានដែរចាអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេអរគុណច្រើនទាំងអស់គ្នាអរគុណ